ជំរាបសួរអ្នកស៊ើបអង្កេតលាក់មុខទាំងអស់គ្នានៅពេលនេះយើងមកបំបីក្តីជាមួយនឹងខូណានជាបន្តទៅទៀតទាំងអស់គ្នាហើយនៅភាគនេះយើងមកស្រាយរឿងក្តីដែលតាក់ទងទៅនឹងការស្លាប់នៅថ្ងៃ Valentine Day ហើយខ្ញុំឃើញថាមានគ្នាយើងច្រើនមែនទែនដែលខមមិនថាម្ដាយរបស់ Hiko ជាអ្នកសម្លាប់តែមិនតែគេខមមិនត្រូវទេគ្នាយើងចូលរួមសោកស្ដាយហ្នឹងយើងនេះទៅទៀតយើងក៏មានចំនួន2ករណីទៀតផងដែរដែលលើកយកមកបកស្រាយជូនអ្នកទាំងអស់គ្នាទស្សនារឿងក្តីទី1គឺការចាប់ចម្រិតកូនប្រុសរបស់ដុកទ័រវះកាត់ម្នាក់ចំណែកករណីទី2គឺខ្មោចនៅក្នុងសារមន្ទីរហ្នឹងបានសម្លាប់មនុស្សគ្នាយើងច្បាស់ជាឆ្ងល់ថាវាមិនដែលខ្មោចឯណាចេះសម្លាប់ទេដូច្នេះកុំឲ្យខាតពេលតទៅទៀតសូមអ្នកទាំងអស់គ្នាមកតាមដាននៅវីដេអូរបស់យើងដូចតទៅហើយមិនភ្លេចនោះទេគឺសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe ឲ្យមេដៃមេជើងហើយជាពិសេសអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈ QR Code នេះបានបាទពីភាគមុននៅថ្ងៃ Valentine Day យើងបានឃើញថាមានបុរសម្នាក់ត្រូវបានគេបំពោស្លាប់ហើយជនរងគ្រោះដែលបានស្លាប់នោះក៏មានឈ្មោះថា Hiko ដែលត្រូវជាម្ចាស់ផ្ទះដែលគេនាំគ្នាមកជួបលៀងនឹងឯងក្រោយមកទៀតប៉ូលីសក៏សរវិច័យជាមួយនឹងអ្នកស៊ើបអង្កេត Mori ក៏បានចូលខ្លួនមកដោះស្រាយរឿងក្តីនេះផងដែរដើម្បីវែកមុខរកឃាតករដែលជាអ្នកសម្លាប់ប្រុសស្អាត Hiko ដោយលោក Mori របស់យើងផងដែរក៏ទៅមកភ្លាមច្អល់មុខម្នាក់ស្រីផឹងម្នាក់ស្រីហ្នឹងឯងអ្នកសម្លាប់ Hiko នេះនាងដាក់ថ្នាំក្នុងនំខេកនេះតែមិនដូចជាអ្វីដែលអ្នកស៊ើបអង្កេត Mori បានគិតទេដោយសារតែ Conan បានសង្កេតឃើញបារីនៅជាប់ខ្លួននៅពេលដែលជនរងគ្រោះនោះបានស្លាប់ហើយជាងនេះទៅទៀតបារីដែលជនរងគ្រោះទទួលបានមុនពេលក៏ស្លាប់ហ្នឹងគឺបានមកពីអាប៉ែម៉ាប់នេះជាអ្នកឲ្យគាត់ហើយនៅពេលដែលគ្រប់គ្នាសង្ស័យមកលើគាត់បែបនេះអាប្រូម៉ាប់ហ្នឹងក៏អត់មានបកាយអីច្រើនទេគាត់ក៏បានសារភាពត្រង់តែហ្មងដោយប្រូម៉ាប់បាននិយាយថាគាត់ហ្នឹងឯងជាអ្នកសម្លាប់អា Hiko ហ្នឹងសារតែគាត់ស្អប់អា Hiko ហ្នឹងយូរអីចឹងឯងគាត់ក៏បានដាក់ថ្នាំទៅក្នុងបារីហ្នឹងនៅពេលដែល Hiko ហ្នឹងជួឲ្យវាងាប់ស្លាស់ទៅតែមើលតែខូណានណាដោយអត់មែនជឿប្រូម៉ាប់ហ្នឹងឯងតិចវាមិនដែលឃាតករឯណាសារភាពត្រង់ពេកចឹងទេហើយនៅរំពេចនោះខូណានក៏បានកលែកទៅឃើញម្ដាយរបស់ Hiko កំពុងតែលាងអាកៅសូកូឡាដែលពួកគេបានញ៉ាំមុននេះហ្នឹងឯងហើយនៅពេលនេះខូណានបានដឹងថានរណាគឺជាឃាតករពិតប្រាកដហើយដូច្នេះក៏បានប្រើនាឡិកាដែលមានថ្នាំសណ្ដំដែល Professor Akasa បានប្រកល់ឲ្យគាត់ហ្នឹងបាញ់ទៅចំអ្នកស៊ើបអង្កេត Mori ជិបហើយគាត់ក៏បានប្រើបូបដូរសម្លេងទៅជាសម្លេងរបស់អ្នកស៊ើបអង្កេត Mori ដើម្បីបំបែករឿងក្តីនេះហើយតាមពិតទៅរឿងក្តីនេះវាអញ្ចែកគ្នាយើងសមាជិកដែលមានវត្តមាននៅក្នុងពិធីជួបលៀងទាំងអស់គឺมันមាននរណាម្នាក់ដែលជាឃាតករនោះឡើយណែ Hiko វិញក៏មិនមែនពលស្លាប់ដោយសារតែការជួបបារីនោះដែរអ្នកដែលបានដាក់ថ្នាំសម្រាប់ Hiko ពិតប្រាកដនោះគឺជាប្រពន្ធរបស់ Hiko នឹងឯងដែលជាម្នាក់ស្រីនេះគ្នាយើងហើយយើងតែងតែច្រឡំថាគាត់ហ្នឹងគឺជាម្ដាយរបស់ Hiko តែតាមពិតទៅគាត់ជាប្រពន្ធរបស់ Hiko ដោយសារតែ Hiko ណាគឺជាបុរសដែលមានទ្រព្យសម្បត្តិតកស្ដំមានអំណាចគាត់អាចដែរយករឿងគ្រួសារទៅនិយាយខាងក្រៅទេទៅមិនមែនគេដឹងថាគាត់មានប្រពន្ធអត់ហ្នឹងជាងនេះទៅទៀត Conan ក៏បានបន្តទៀតថាម្នាក់ស្រីហ្នឹងគឺសម្លាប់ Hiko ដោយរបៀបណាដោយប្រពន្ធរបស់ Hiko នាងបានដាក់សារធាតុពុលទៅក្នុងសូកូឡាតែសារធាតុពុលហ្នឹងផងដែរគឺមានឈ្មោះថា Cyanide ជាតិពុលវានោះគឺមានកម្រិតខ្លាំងមែនតើហើយត្រង់នេះផ្ញើទៅកាន់គ្នាយើងដែលថាខ្ញុំសម្រេចអសូរលំអិតហើយកុំឲ្យគ្នាយើងខកចិត្តខ្ញុំលំអិតជូនទៅចោះដោយអាសារធាតុ Cyanide ហ្នឹងផងដែរគឺផ្សំឡើងមកពីកាបូនបូកជាមួយនឹងនីត្រូហ្សែនហើយវាមានរូបរាងជាម្សៅឬជាអូស្មန်មូលហេតុដែលធ្វើឲ្យវាពុលខ្លាំងនោះគឺនៅពេលណាដែលយើងបានបរិភោគវាចូលទៅក្នុងខ្លួនវានឹងទៅរារាំងខ្យល់អុកស៊ីសែននៅក្នុងកោសិកាដែលធ្វើឲ្យកោសិការបស់យើងហ្នឹងមិនអាចទទួលអុកស៊ីសែនបានឡើយនេះទៅទៀតសាច់ដុំនិងខួរក្បាលរបស់យើងគឺមិនអាចដំណើរការហើយនៅពេលដែលកោសិកានិងសារពាង្គកាយយើងមិនអាចទទួលអុកស៊ីសែនបានរយៈពេលមិនយូរទេយើងនឹងស្លាប់ភ្លាមហើយអាការៈនៅពេលដែលយើងពុលសាយណៃគឺធ្វើឲ្យយើងវិលមុខញ័របាត់បង់ស្មារតីដកដង្ហើមលឿនហើយឈឺក្បាលខ្លាំងហើយជាចុងក្រោយបេះដូងក៏ឈប់ដំណើរការហើយក៏ដាច់ខ្យល់មិត់តែម្ដងហើយមូលហេតុដែលប្រពន្ធរបស់ Hiko ធ្វើបែបនេះមកលើគាត់នោះគឺប្រពន្ធរបស់ Hiko ហ្នឹងគឺគាត់ចង់បានប្រាក់ធានារ៉ាប់រងអាយុជីវិតរបស់ Hiko ដោយតែយើងបានដឹងអញ្ចឹងប្រាក់ធានារ៉ាប់រងគឺវាមានតម្លៃច្រើនណាស់ដោយសារតែគាត់ជាមនុស្សលោភលន់ទៅគាត់សម្រេចចិត្តថាសម្រាប់ Hiko ចោលតែម្ដងដើម្បីទទួលបានអាប្រាក់ធានារ៉ាប់រងហ្នឹងក្រោយមកទៀតគាត់ក៏បានសារភាពហើយប៉ូលីសក៏បានចាប់ខ្លួនគាត់ទៅនៅឯសូកូឡារបស់រ៉ាននេះវិញនាងក៏បានបកគលឲ្យណាឡើយដោយសារតែនាងគឺស្រឡាញ់សៀននីឈីតែស្រាប់តែប្រូសាច់ដុំក៏បានមកយកសូកូឡាពីនាងដោយគិតថានាងណាបានបកគលឲ្យខ្លួនតែមែនអីមួយដៃវាបកគលភ្លើងទៅអាប៉ែនឹងរត់បាត់ទៅហើយនាងក៏បានអង្គុយញ៉ាំសូកូឡាជាមួយនឹងខូណាននៅកន្លែងហ្នឹងទៅហើយនៅរយៈពេលប្រហែលថ្ងៃបន្ទាប់មកស្រាប់តែមានបុរសម្នាក់ហ្នឹងបានកាន់តុក្កតាឬក៏កាដូជាច្រើនមកកាន់ផ្ទះរបស់នាងដោយបុរសម្នាក់នោះគឺមករកអ្នកស៊ើបអង្កេត Mori ហើយគាត់មករកអ្នកស៊ើបអង្កេត Mori នៅពេលនេះគឺគាត់មានបំណងមួយចង់ឲ្យអ្នកស៊ើបអង្កេត Mori ហ្នឹងជួយដោះស្រាយគ្រាន់តែអង្គុយសំណេះសំណាលគ្នាមកផ្លែតែមិននឹងអាចដោះស្រាយរឿងក្តីនឹងបានសម្លុយកក់មុនមកអី
ទេប៉ានិយាយលេងតារីឯខូណានគ្រាន់តែបានឃើញបរោះនឹងដំបូងក៏ឯងវិភាគផងដែរថាបរោះម្នាក់ហ្នឹងគឺជាដុកទ័រវះកាត់ម្នាក់បរោះហ្នឹងឲ្យឆ្ងល់ផងដែរមិនបានខូណានដឹងថាគាត់គឺជាដុកទ័រវះកាត់ហើយខូណានក៏បានតបវិញថាមូលហេតុដែលធ្វើឲ្យគាត់ដឹងគឺនៅដៃបរោះម្នាក់ហ្នឹងគឺមានស្នាមរបួសនៅចុងដៃសងខាងមករៀមចង្អុលរបស់បរោះម្នាក់នោះសារតែគ្រូពេទ្យប៉ាកែតែងតែមានរបួសនៅចង្អុលដៃហ្នឹងឯងនឹងមិនហៅថាដុកទ័រវះកាត់ប៉ាកែរបស់គេគ្នាយើងត្រង់ចំណុចហ្នឹងឯងដែលធ្វើឲ្យរ៉ាន់កាន់តែសង្ស័យថាខូណានហ្នឹងមិនមែនសិស្សសាលាទូទៅទេយើងកាន់តែមើលទៅខូណានហ្នឹងកាន់តែស្តៀងស៊ីនីឈីឡើងហើយឥឡូវចូលមកកាន់រឿងក្តីដែលបរោះម្នាក់ហ្នឹងចង់ពឹងឲ្យអ្នកស៊ើបអង្កេតម៉ូរីហ្នឹងជួយទៅកាន់គាត់វិញម្ដងដោយសារតែបរោះម្នាក់ហ្នឹងគាត់មានអារម្មណ៍ថាមានរឿងចម្លែកកើតឡើងមកលើគាត់ហើយដុកទ័រវះកាត់ម្នាក់នោះផងដែរគាត់មានឈ្មោះថាម៉ាសាយូគីអូកាវ៉ាហើយខ្ញុំសូមហៅគាត់ថាយូគីទៅបានហើយដើម្បីងាយស្រួលហើយរឿងចម្លែកដែលបានកើតឡើងមកលើដុកទ័រយូគីនោះគឺដុកទ័រយូគីក៏បានទទួលអំណោយជាតុក្កតាក្មេងលេងនិងសាច់ប្រាក់1លានយេនជារៀងរាល់ខែហើយជាងនេះទៅទៀតបូករួមជាមួយនឹងម្កា Morning Glory មួយទៀតហើយគាត់បានទទួលអំណោយបែបនេះរយៈពេល2ឆ្នាំមកហើយដើម្បីឲ្យកាន់តែលម្អិតសម្រាប់គ្នាយើងទៀតនោះគឺទឹកប្រាក់ចំនួន1លានយេនហ្នឹងបើយើងគិតជាសាច់ប្រាក់វាស្មើ$6,403.48ហើយប្រសិនបើយើងគិតជាលុយខ្មែរ$1ស្មើនឹង4000គឺវាស្មើនឹង$25,913,920រៀលហើយដុកទ័រយូគីក៏មិនដឹងថានរណាគឺជាអ្នកផ្ញើរង្វាន់ទាំងអស់នេះមកឲ្យគាត់ឡើយផ្ញើមកនៅក្នុងខែដំបូងដុកទ័រយូគីគឺមានការសប្បាយចិត្តដែរតែដល់ពេលរាប់ឆ្នាំចឹងពេកទៅគាត់ដូចភ័យទៅវិញដូច្នេះហើយទើបគាត់សម្រេចចិត្តមកឲ្យអ្នកស៊ើបអង្កេតម៉ូរីជួយដោះស្រាយរឿងក្តីនឹងឲ្យគាត់បន្ទាប់មកដុកទ័រយូគីក៏បាននាំអ្នកស៊ើបអង្កេតម៉ូរីមកកាន់មន្ទីរពេទ្យរបស់គាត់ហើយនៅទីនោះយើងក៏បានឃើញផងដែរថាមាននរណាបានផ្ញើផ្កា Morning Glory ហ្នឹងមកកាន់គាត់ទៀតហើយអ្នកស៊ើបអង្កេតម៉ូរីក៏បានសុំទៅពិនិត្យឯកសារនៅកន្លែងផ្ទុកឯកសារផងដែរហើយមិនដឹងជាអ្នកស៊ើបអង្កេតស្អីទេបើកឯកសារបានតែ2សន្លឹកថាអើយខ្ជិលមើលយើងទៅស៊ើបអង្កេតនៅកន្លែងផ្សេងវិញម្ដងរ៉ាន់ក៏បានហៅខូណានឲ្យទៅក្រៅជាមួយនឹងនាងផងដែរតែខូណានថាសុំនៅលេងកន្លែងនាងផ្លែទៀតសិនហើយរ៉ាន់នាងក៏បានធ្វើពុតដូចជាចេញទៅក្រៅតែដោយសារតែសង្ស័យជាមួយនឹងខូណាននាងក៏បានឃ្លាំចាំមើលហើយដឹងអីគ្នាយើងឃើញអាក្មេងតូចម្នាក់ហ្នឹងធ្វើការដូចជាវានឹងមិនមែនក្មេងចឹងហើយរ៉ាន់ក៏បានសង្ស័យថាមួយហ្នឹងប្លែកយូរហើយនាងក៏បានទៅទីនោះហើយក៏បានសួរទៅកាន់ខូណានផងដែរថាឯងឆាប់ប្រាប់អញតាមត្រង់មកតើឯងគឺជាណាគេជាស៊ីនីឈីមែនទេហើយខូណានក៏បានតបទៅកាន់រ៉ាន់ដោយអត់មានរឿងអីចឹងដែលបាននិយាយថាអត់ទេរ៉ាន់ខ្ញុំគឺខូណានហើយក៏បានធ្វើរលេសទៅចាប់អារម្មណ៍ជាមួយនឹងហ្គេមណាឆ្កុយនោះហើយនៅពេលនោះខូណានក៏បានបើកឃើញឯកសារដ៏ពិសេសមួយទៀតគឺជាការស្លាប់របស់កុមារម្នាក់ដែលមានឈ្មោះថាអូជីណូថូម៉ូយ៉ាដែលថូម៉ូយ៉ាហ្នឹងគឺជាក្មេងប្រុសម្នាក់ដែលត្រូវជាកូនរបស់បុរសម្នាក់ហើយថូម៉ូយ៉ាគឺត្រូវបានស្លាប់កាលពី3ឆ្នាំមុនដោយសារតែការវះកាត់ទទួលបាននៅបរាជ័យគ្រាន់តែបានឃើញឯកសារមួយនេះខូណានក៏បានឲ្យរ៉ាន់ទៅហៅដុកទ័រមកហើយខូណានគឺបានវិភាគឃើញហើយអ្នកដែលបានផ្ញើអំណោយមកឲ្យដុកទ័រយូគីជារៀងរាល់ខែហ្នឹងគឺមានបំណងមិនល្អទេហើយនៅពេលនេះកូនរបស់ដុកទ័រយូគីដែលមានឈ្មោះថាយូតាហ្នឹងកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ហើយណែពួកគេឆាប់ធ្វើដំណើរទៅកន្លែងយូតាឥឡូវហ្នឹងភ្លាមហើយមកមើលខាងយូតាដែលត្រូវជាកូនរបស់ដុកទ័រយូគីនេះវិញមានអ៊ំចាស់ម្នាក់បានប្រគល់កាដូមួយទៅឲ្យគេហើយអ៊ំចាស់ម្នាក់ហ្នឹងគឺមានបំណងអត់ល្អទេដែលគាត់ហ្នឹងចង់សម្លាប់យូតាចោលហើយគាត់បានគិតនៅក្នុងចិត្តដូចមនុស្សឈួតចឹងក៏បានថាអាប៉ែតហើយញ៉ែសម្លាប់កូនអញនៅពេលនេះអញនឹងសម្លាប់កូនប៉ែតម្ដងដើម្បីឲ្យវាដឹងថាចិត្តជាឪពុកនៅពេលដែលគេសម្លាប់កូនខ្លួនឯងបែបនេះតើវាឈឺចាប់បែបណាហើយអ៊ំចាស់ម្នាក់ហ្នឹងក៏បានលើកកំបិតបំរុងនឹងចាក់សម្លាប់យូតាដែលត្រូវជាកូនរបស់យូគីចោលហើយរបស់អ្នកស៊ើបអង្កេតម៉ូរីក៏បានទៅដល់ទីនោះទាន់ពេលវេលាហើយអត់ដឹងថាជួយយូតាបានដោយរបៀបណានៅពេលនេះគឺគៀកមែនតើហើយនៅរំពេចនោះខូណានក៏បានប្រើស្បែកជើងរន្ទះដែល Professor អាកាសាបានផលិតឲ្យគាត់ហ្នឹងទៅទាត់បាល់របស់អាក្មេងៗអត់ស៊ីសូប៊ុំម៉ាំងឡើងដាច់ដៃស្ពានគ្នាយើងហើយអាបាល់ដែលគាត់សុតហ្នឹងបានទៅបុកជាមួយនឹងកំបិតរបស់អ៊ំចាស់ដែលថាបំរុងសម្រាប់កូនក្មេងហ្នឹងធ្វើឲ្យវាជ្រុះទៅលើដីដែលជាឱកាសឲ្យក្រុមអ្នកស៊ើបអង្កេតម៉ូរីហ្នឹងទៅជួយក្មេងហ្នឹងហើយចង្រៃអីនៅពេលហ្នឹងអ៊ំចាស់ម្នាក់ហ្នឹងក៏បានទាញកំបិតមកភ្ជុងទៅលើយូតាសាជាថ្មីហើយនៅទីនោះយើងក៏បានឃើញថាដុកទ័រយូគីណាក៏បានអោនក្បាលគោរពសុំអង្វរទៅកាន់អ៊ំចាស់ម្នាក់នោះផងដែរថាឲ្យទុកជីវិតឲ្យកូនគាត់ទៅចង់សម្លាប់គាត់ក៏ឲ្យសម្លាប់ឲ្យតែគាត់ហ្នឹងទុកជីវិតឲ្យកូនប្រុសរបស់គាត់នៅរំពេចនោះយូតាក៏បានងាកទៅកាន់អ៊ំចាស់ម្នាក់ហ្នឹងហើយក៏បានញញឹមអស់គុណអ៊ំម្នាក់ហ្នឹងដែលបានផ្ដល់កាដូឲ្យគេ
គ្រាន់តែឃើញមុខរបស់យូតាអ៊ំចាស់ម្នាក់ហ្នឹងក៏បាននឹកឃើញទៅដល់កូនរបស់គាត់ចិត្តទន់ហើយក៏បានតម្លាក់ក្បិតចុះហើយមើលតែគាត់ដូចស្នោះស្នោកមែនតែនគ្នាយើងពេលដែលអ្នកស៊ើបអង្កេតម៉ូរីចង់ខលហៅប៉ូលីសឲ្យមកចាប់គាត់ដុកទ័រយូគីក៏បានប្រាប់ថាមិនបាច់ទេដោយសារតែគាត់នៅពេលនេះគឺយល់ពីអារម្មណ៍របស់អ៊ំប្រុសម្នាក់នេះច្បាស់មែនតែនគាត់ក៏បានសុំទោសទៅកាន់អ៊ំប្រុសម្នាក់ហ្នឹងផងដែរដោយសារតែគាត់អសមត្ថភាពមិនអាចជួយកូនប្រុសរបស់អ៊ំម្នាក់ហ្នឹងបានហើយពួកគេក៏បានត្រូវគ្នានៅកន្លែងហ្នឹងវិញទៅដែលមានខាងណាប្រកាន់ខាងណាតទៀតទេពេលដែលត្រឡប់មកដល់ផ្ទះវិញរ៉ានចាប់ដើមស្លុតសួរទៅកាន់ខូណានហើយដោយសារតែនាងពេលនេះគឺដឹងច្បាស់ហើយថាខូណានមួយហ្នឹងមិនមែនសិស្សសាលាថ្នាក់តូចធម្មតាទេខូណានមើលទៅគឺជាអាស៊ីនិឈីសុតហ្មងហើយនៅពេលដែលនាងគំរាមសម្លុតទៅកាន់ខូណានតែបានលើសំឡេងទូរស័ព្ទរោហើយនៅពេលដែលនាងទៅលើកទូរស័ព្ទហ្នឹងដើម្បីនិយាយស្រាប់តែបានលើសំឡេងរបស់ស៊ីនិឈីហើយសំឡេងរបស់ស៊ីនិឈីនោះផងដែរគឺជាសំឡេងរបស់ Professor អាកាសាដែលបានប្រើបដូរសំឡេងដើម្បីខលមកកាន់រ៉ាន់បន្លប់ហ្នឹងឯងដោយសារតែខូណានបានពឹងគាត់មិនហ្នឹងហើយរ៉ាន់ក៏បានសង្ស័យទៅលើខូណានថាជាស៊ីនិឈីតទៀតដែរតមកទៀតនៅពេលយប់នៅក្នុងសារមន្ទីរមួយមានសន្តិសុខ2នាក់កំពុងតែដើរល្បាតនៅក្នុងសារមន្ទីរមួយហ្នឹងប្រាប់តែសន្តិសុខ2នាក់ហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះពួកគេបានឃើញចម្បាំងអាវក្រោះម្នាក់ដែលអ្នកចម្បាំងអាវក្រោះហ្នឹងយើងហៅថាណៃគ្នាយើងអ្នកចម្បាំងណៃពាក់អាវក្រោះម្នាក់ហ្នឹងក៏បានងើបឈរក្នុងភ្នែកក្រហមតែតម្លងហើយពួកគេក៏បានសន្និដ្ឋានថានៅទីនេះគឺមានព្រលឹងវិញ្ញាណហើយនៅពេលដែលរ៉ានបានប្រាប់ព័ត៌មានមួយនេះទៅកាន់អ្នកស៊ើបអង្កេតម៉ូរីជាមួយនឹងខូណាននេះមើលទង្វើរបស់ពួកគេគ្នាយើងសារតែមានតែគេយកចិត្តទុកដាក់បែបនេះតតាមម្ដាយវេកតុកទៅត្រង់ជួលល្មិញហើយពួកគេទាំង3នាក់ក៏បានធ្វើដំណើរទៅទស្សនានៅក្នុងសារមន្ទីរមួយនោះផងដែរដើម្បីស៊ើបព័ត៌មានប្លែកៗនៅទីនោះក្រោយពីបានចូលទៅទស្សនានៅក្នុងសារមន្ទីរនោះយើងឃើញថានៅទីនោះគឺមានស្នាដៃសិល្បៈជាច្រើនដែលតាក់ទងជាមួយនឹងគំនូរនៅលើទឹកគំនូរឋានសួគ៌គំនូរក្នុងសមុទ្រដោយសារតែឃើញរ៉ានចាប់អារម្មណ៍ជាមួយនឹងផ្ទាំងគំនូរទាំងនេះទើបលោកតាចាស់ម្នាក់ក៏បានមកនិយាយសំណេះសំណាលជាមួយនឹងរ៉ានលោកតាចាស់ម្នាក់នោះក៏បានណែនាំខ្លួនដោយគាត់ណាគឺជាអ្នកគ្រប់គ្រងនៅក្នុងសារមន្ទីរមួយហ្នឹងហើយលោកតាម្នាក់នោះគាត់ពិតជាស្រឡាញ់និងមានចំណូលចិត្តខ្លាំងមែនទែនទៅលើសិល្បៈគំនូរនៅពេលដែលកូនចៅគាត់ម្នាក់ដែលមានឈ្មោះថាគូបូតាប៉ះគំនូរមិនពាក់ស្រោមដៃគាត់ស្រែកស្ដីឲ្យជេរយកតែម្ដងហើយសំទោសគ្នាយើងអាហ្នឹងមិនមែនសារមន្ទីរគឺជាវិចិត្រសាលជាកន្លែងដែលពោពេញទៅដោយស្នាដៃគំនូរផ្សេងគ្នាយើងខ្ញុំសំទោសកាលពីដើមរឿងហើយនៅរំពេចនោះស្ថាបនិកវិចិត្រសាលដែលមានឈ្មោះថាស៊ីបាក៏បានមកកាន់ទីនោះហើយលោកស៊ីបាក៏បានហៅកូនចៅគាត់ទាំងអស់ហ្នឹងដើម្បីទៅប្រជុំនៅកន្លែងបន្ទប់មួយហើយនៅទីនោះគឺយើងចាប់អារម្មណ៍ទៅលើបុគ្គលិកម្នាក់ដែលមានឈ្មោះថាគូបូតានេះគ្នាយើងដូចខឹងសម្បាច្រឡោតខុសគេខ្លួនឯងទប់តែពួកគេដាក់ប្រជុំនៅផងដែរគឺមានឈ្មោះថាគំនូរនេថាននរកនៅពេលនេះគឺគេបិទសិនហើយដោយសារតែគេត្រូវទៅត្រួតពិនិត្យនៅកន្លែងហ្នឹងហើយអ្នកស៊ើបអង្កេតម៉ូរីជាមួយនឹងខូណាននៅពេលនេះគឺថាហេវបាយមែនតើដោយសារតែរ៉ាន់ហ្នឹងនេះអត់ព្រមទៅផ្ទះដាំបាយស៊ីសោះហេវយ៉ាងងាប់ហើយរ៉ាន់ក៏បានសង្កេតឃើញថាបន្ទប់គំនូរនេថាននរកនៅពេលនេះគឺគេបើកវិញហើយដូច្នេះពួកគេអាចចូលទៅទស្សនានៅក្នុងហ្នឹងបានហើយនៅពេលដែលខូណានរ៉ាន់ជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីទៅដល់ក្នុងបន្ទប់មួយនោះពួកគេបានចាប់អារម្មណ៍ទៅលើគំនូរនេថាននរកមួយហើយមានទាហានណៃម្នាក់ពាក់អាវក្រោះដែកចាក់សម្លាប់ទៅលើសាច់នេថាននរកមួយដែលដោតដាវជាប់បំពង់កស្អប់ទៅនឹងអញ្ចាំងតែម្ដងហើយតើតែពួកគេងាកក្រោយស្រាប់តែបានឃើញសាកសពរបស់ Mr. ស៊ីបាដែលត្រូវបានគេយកដាវទៅដោតចាក់សម្លាប់គាត់ជាប់ទៅនឹងអញ្ចាំងតែម្ដងហើយនៅរំពេចនោះប៉ូលីសក៏បានមកកាន់ទីនោះផងដែរដែលជនសង្ស័យគឺមានប្រមាណអ្នកនេះគ្នាយើងជាងនេះទៅទៀតនៅត្រង់កន្លែងដែល Mr. ស៊ីបាបានស្លាប់ហ្នឹងគឺមានកាមេរ៉ាសុវត្ថិភាពពេលដែលពួកគេបានឆែកមើលកាមេរ៉ាសុវត្ថិភាពមួយនោះស្រាប់តែបានឃើញមនុស្សពាក់អាវក្រោះដែលយើងហៅថាណៃហ្នឹងបានធ្វើការវាយប្រហារទៅកាន់ Mr. ស៊ីបាហើយមុននឹងស្លាប់យើងក៏បានឃើញ Mr. ស៊ីបាហ្នឹងគាត់បានយកប៊ិចមកទៅសេលើกระดาษមួយផងដែរហើយគាត់ក៏បានក្តាប់វាជាប់នឹងដៃមុននឹងគាត់ស្លាប់ហើយនៅពេលដែលក្រុមប៉ូលីសបានឆែកសាកសពយកกระดาษនោះមកមើលស្រាប់តែបានឃើញឈ្មោះរបស់បុរសម្នាក់ដែលមានឈ្មោះថាគូបូតាហើយប៉ូលីសក៏បានចោទសួរទៅកាន់គូបូតាក៏បានឆ្លើយថាគាត់នៅពេលហ្នឹងអត់បានដឹងអីទេគាត់គឺបានធ្វើការទៅតាមគ្រប់គ្រងប្រាប់ឲ្យគាត់ធ្វើទាំងអស់គាត់អត់បានមានពេលមកដល់កន្លែងហ្នឹងទេនៅពេលដែលផោះតាំងនឹងមុខគេហើយគូបូតាគឺបបាក់បកាយខ្លាំងណាស់នេះហើយតើនរណាគឺជាអ្នកសម្លាប់ឲ្យពិតប្រាកដជនដែលសង្ស័យដំបូងគេទៅធំបំផុតគឺគូបូតាហ្នឹងឯងតែវាមិនដែលអាណាឃាតករទៅសេឈ្មោះអញ្ចឹងទេនេះហើយខ្ញុំនឹងទុកសាច់រឿងនេះឲ្យអ្នកទាំងអស់គ្នាស៊ើបអង្កេតបន្តទៀតសិនមុននឹងខ្ញុំបកស្រាយឲ្យអ្នកទាំងអស់គ្នាដឹងហើយប្រសិនបើគ្នាយ៉ាងណាវិភាគដឹងចម្លើយអាចខមមិននៅខាងក្រោមបានអ្នកដែលខមមិនត្រូវតែជាអ្នកស៊ើបអង្កេតដែលមានសមត្ថភាពខ្លាំងលាក់មុខហើយឆ្នៃប្រសិនបើអ្នកទាំងអស់គ្នាពេញចិត្តនឹងចូលចិត្តនៅវីដេអូមួយនេះសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុចមេដៃមេជើងហើយចុច like ហើយខមមិនអ្វីក៏បានដែរនៅខាងក្រោមម្នាក់មួយមកដើម្បីធ្វើជាកម្លាំងចិត្តក្នុងការផលិតវីដេអូបន្តទៅទៀតបាទសូមអរគុណ Thank you so much